ថ្ងៃនេះមានការងារថ្មីមួយទៀតហើយសម្រាប់ធ្វើគឺតប្រព័ន្ធស្រោចស្រពអស់គេអ្នករាល់គ្នាគេតប្រព័ន្ធស្រោចស្រពដើម្បីស្រោចបន្លែបង្ការផ្លែឈើផ្សេងដោយឡែកចំណែកខ្ញុំឯនេះវិញគឺខ្ញុំតប្រព័ន្ធស្រោចស្រពស្រោចដំបូលបាទគឺដាក់នៅពីខាងលើដំបូលហ្មងដោយសារតែនៅផ្ទះរបស់ខ្ញុំគឺដំបូលសុទ្ធតែសង្កសីហើយខែនេះខែក្តៅអញ្ចឹងដើម្បីកាត់បន្ថយកម្ដៅនៅពេលថ្ងៃមានតែតប្រព័ន្ធស្រោចស្រពនៅលើដំបូលទេពេលដែលក្តៅខ្លាំងមកគឺខ្ញុំដាក់ប្រព័ន្ធស្រោចស្រពហ្នឹងទៅគឺអាចជួយកាត់បន្ថយកម្ដៅបានច្រើនយើងអាចនិយាយថាភ្លៀងសិប្បនិម្មិតក៏បានដែរបាទអញ្ចឹងនៅផ្ទះខ្ញុំបើចង់ឲ្យភ្លៀងគឺខ្ញុំបញ្ចេញទឹកមកគឺមេចាត់ឲ្យភ្លៀងហើយដូចនៅក្នុងរូបអញ្ចឹងគឺទឹកស្រក់មកដូចទឹកភ្លៀងអញ្ចឹងធ្វើឲ្យកូនក្មួយខ្ញុំគឺពួកគាត់សប្បាយណាស់ពេលមានដំណោះទឹកភ្លៀង